មកដឹងរឿងរ៉ាវដែលកំពុងតែផ្ទុះកក្តៅពាសពេញពិភពលោកសារជាថ្មីពីប្រទេសអង់គ្លេសដល់អាមេរិករហូតដល់ប្រទេសម៉ាឡេស៊ីថែមទៀតថ្មីត្បិតតែវាជារឿងចាស់ហើយជនល្មើសបានស្លាប់បាត់បង់ជីវិតរួចមកហើយក្រសួងយុទ្ធភ័ពអាមេរិកបានបញ្ចេញសំណុំរឿងក្តីរបស់អតីតមហាសេដ្ឋីហិរញ្ញវត្ថុជនជាតិអាមេរិក Jeffrey Epstein ជាសាធារណៈកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុនធ្វើឲ្យពិភពលោករំជើបរំជួលម្ដងទៀតបើយោងតាមច្បាប់អាមេរិកដែលលោកត្រាំបានអនុម័តកាលឆ្នាំមុនសំណុំរឿងក្តីនេះត្រូវបានដាក់បង្ហាញឲ្យគ្រប់គ្នាបានមើលមានជាឯកសារប្រមាណជាង3លានទំព័ររូបភាពប្រមាណជាង 1.8 សែនសន្លឹកនិងវីដេអូប្រមាណជាង 2000 ឃ្លីបរឿងក្តីរបស់លោក Jeffrey Epstein គឺជាសាច់រឿងដ៏ស្មុគស្មាញនិងគួរឲ្យតក់ស្លុតបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងសំណុំរឿងពុករលួយអំណាចនិងការរំលោភបំពានផ្លូវភេទមានមហាជនជាច្រើនចោទជាសំណួរថាតើលោក Jeffrey Epstein ជានរណាលោក Jeffrey Epstein គឺជាមហាសេដ្ឋីហិរញ្ញវត្ថុជនជាតិអាមេរិកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបុគ្គលមានអំណាចធំៗនៅក្នុងពិភពលោករួមមានអ្នកនយោបាយល្បីៗមហាសេដ្ឋីនានាអ្នកវិទ្យាសាស្ត្របច្ចេកវិទ្យានិងសមាជិកគ្រួសាររាជវង្សប្រភពចំណូលនិងការរកស៊ីរបស់លោក Jeffrey Epstein គឺជាអាថ៌កំបាំងដ៏ធំបំផុតមួយដែលសូម្បីតែភ្នាក់ងារស៊ើបអង្កេត FBI ក៏ពិបាកនឹងបកស្រាយឲ្យដាច់ស្រឡះដែរទោះជាយ៉ាងណាតាមរយៈការស៊ើបអង្កេតប្រភពនៃទ្រព្យសម្បត្តិដ៏មហាសាលរបស់ Epstein និងរបៀបដែលគេសាងឥទ្ធិពលក្នុងពិភពហិរញ្ញវត្ថុគឺជាប្រធានបទមួយដ៏គួរឲ្យជក់ចិត្តបំផុតសម្រាប់សាធារណជនអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឲ្យមហាសេដ្ឋីផ្ដាច់មុខ Jeffrey Epstein មិនមែនជាអ្នកជំនាញដែលលក់ផលិតផលឬសេវាកម្មទូទៅនោះទេតែគាត់មានសេវាកម្មមួយហៅថាគ្រប់គ្រងទ្រព្យសម្បត្តិសម្ងាត់តាមរយៈក្រុមហ៊ុន J. Epstein ដែលបង្កើតឡើងក្នុងសតវត្ស80ដោយអតិថិជនគោលដៅរបស់គេគឺទាល់តែមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិលើសពី$1000 លានតែប៉ុណ្ណោះហើយការនោះមហាសេដ្ឋី Lee Wexner ម្ចាស់ក្រុមហ៊ុន Victoria Secret គឺជាអតិថិជនដំបូងនិងធំបំផុតរបស់គេមហាសេដ្ឋីអចលនទ្រព្យនិងជីវិតដ៏ស៊ីវិល័យមុនពេលស្លាប់ត្រូវបានគេប៉ាន់ស្មានប្រមាណថាមានទ្រព្យសម្បត្តិសុទ្ធប្រមាណជាង$1000 លានទ្រព្យសម្បត្តិទាំងនោះរួមមានកោះឯកជន2មហាសេដ្ឋីអចលនទ្រព្យនិងជីវិតដ៏ស៊ីវិល័យមុនពេលស្លាប់ត្រូវបានគេប៉ាន់ស្មានប្រមាណថាមានទ្រព្យសម្បត្តិសុទ្ធប្រមាណ$1000 លាននិងទ្រព្យសម្បត្តិរួមមានកោះឯកជន2វិមានលំដាប់ខ្ពស់វិឡាដ៏ធំបំផុតមួយនៅបុរីញូវយ៉កតម្លៃរាប់សិបលាន$និងអចលនទ្រព្យនៅ Florida, Paris និង New Mexico យន្តហោះឯកជនយន្តហោះ Boeing 727ដែលត្រូវបានគេស្គាល់ជាទូទៅថា Lolita Express ដែលប្រើសម្រាប់ដឹកជញ្ជូនភ្ញៀវកិត្តិយសនិងបុគ្គលល្បីៗអ្វីដែលធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់បំផុតនោះគឺ Jeffrey Epstein ហាក់ដូចជាមានលុយចាយមិនអស់បើទោះជាគ្មានភស្តុតាងច្បាស់លាស់ពីការរកស៊ីមានផលចំណេញក្នុងទីផ្សារភាគហ៊ុនក៏ដោយនោះនាំឲ្យមានការសង្ស័យថាមុខរបរពិតប្រាកដរបស់គេគឺការលក់ឥទ្ធិពលនិងទំនាក់ទំនងលើសពីនេះក្រុមស៊ើបអង្កេតជឿថាគេបានប្រើប្រាស់បណ្ដាញជួញដូរផ្លូវភេទដើម្បីធ្វើជាអន្ទាក់បុគ្គលមានអំណាចទុកជាភស្តុតាងសម្រាប់គំរាមកំហែងដើម្បីទទួលប្រយោជន៍ហិរញ្ញវត្ថុឬកិច្ចការពារផ្នែកច្បាប់ដើម្បីបិទបាំងសកម្មភាពដ៏ខ្មៅងងឹត Jeffrey Epstein បានបរិច្ចាគលុយរាប់លាន$ឲ្យទៅសាកលវិទ្យាល័យល្បីៗដូចជា Harvard និង MIT និងជួយឧបត្ថម្ភដល់អ្នកវិទ្យាសាស្ត្រល្បីៗការធ្វើបែបនេះនឹងជួយឲ្យគេមានរូបភាពសប្បុរសជននិងអាចចូលទៅចិត្តរង្វង់អ្នកនយោបាយនិងអ្នកប្រាជ្ញជុំវិញពិភពលោកបានយ៉ាងស្រួលចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ2000មក Jeffrey Epstein ត្រូវបានចោទប្រកាន់ថាបានបង្កើតបណ្ដាញជួញដូរផ្លូវភេទដ៏ធំមួយជនរងគ្រោះភាគច្រើនជាក្មេងស្រីអនិច្ចជនដែលត្រូវបានគេបោកបញ្ឆោតឲ្យទៅវិឡាឬកោះឯកជនរបស់គេដើម្បីកម្សាន្តនិងចុងក្រោយគឺចប់ទៅលើផ្លូវភេទកោះឯកជនរបស់គាត់ត្រូវបានគេស្គាល់ថាជាកន្លែងប្រព្រឹត្តបទល្មើសរំលោភបំពានភាគច្រើនត្រូវបានគេប្រសិទ្ធនាមថាកោះបាបនៅឆ្នាំ2008 Jeffrey Epstein ត្រូវបានចោទប្រកាន់នៅរដ្ឋ Florida ដែលជាប់គុកត្រឹមតែ13 ខែប៉ុណ្ណោះហើយថែមទាំងត្រូវបានអនុញ្ញាតឲ្យចេញទៅធ្វើការនៅការិយាល័យក្នុងអំឡុងពេលជាប់ឃុំទៀតផងដែលនោះគឺបានលាតត្រដាងនៅភាពចន្លោះប្រហោងនៃប្រព័ន្ធយុត្តិធម៌និងអំណាចទឹកប្រាក់ដែលស្ទើរតែអាចទិញនៅសិទ្ធិសេរីភាពនិងការសម្ងាត់បំផុតក្នុងលោកក្នុងឆ្នាំ2019 Jeffrey Epstein ត្រូវបានចាប់ខ្លួនម្ដងទៀតនៅទីក្រុងញូវយ៉កពីបទជួញដូរផ្លូវភេទលើកុមារហើយនៅខែសីហាឆ្នាំ2019
ខណៈពេលកំពុងរងចាំការកាត់ទោស Jeffrey Epstein បានចងកសម្លាប់ខ្លួនក្នុងបន្ទប់បើទោះជារបាយការណ៍បានបញ្ជាក់ថាការធ្វើអត្តឃាតប៉ុន្តែមានទ្រឹស្ដីសមគំនិតជាច្រើនយល់ថាគេអាចនឹងត្រូវបានបំបិទមាត់ដើម្បីការពារកុំឲ្យទម្លាយឈ្មោះអ្នកមានអំណាចផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងឯកសារតុលាការដែលបានទម្លាយជាបន្តបន្ទាប់មានឈ្មោះបុគ្គលល្បីៗជាច្រើននៅលើលោកត្រូវបានបង្ហាញប៉ុន្តែមានន័យថាឈ្មោះនៅក្នុងឯកសាររបស់ Jeffrey Epstein គឺសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងបទល្មើសទាំងនោះខ្លះគ្រាន់តែជាមិត្តភ័ក្តិខ្លះធ្លាប់ចិត្តស្និទ្ធជិះយន្តហោះជាមួយគ្នាឬអ្នកខ្លះត្រូវបានជនរងគ្រោះនិយាយរំលឹកដល់ឈ្មោះតែប៉ុណ្ណោះឈ្មោះបុគ្គលល្បីៗបំផុតត្រូវបានគេលើកឡើងមួយវិស័យនយោបាយដែលល្បីល្បាញបំផុតគឺលោកត្រាំប៉ុន្តែมันមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសជួញដូរផ្លូវភេទនោះទេដោយគ្រាន់តែបញ្ជាក់ថាលោកធ្លាប់ជាមិត្តភក្តិរបស់ Epstein នៅ Florida ក្នុងទសវត្សរ៍ឆ្នាំ90ប៉ុន្តែក្រោយមកលោកបានផ្ដាច់ទំនាក់ទំនង Bill Clinton អតីតប្រធានាធិបតីអាមេរិកមានឈ្មោះជាច្រើនក្នុងឯកសារលោកធ្លាប់បានធ្វើដំណើរតាមយន្តហោះឯកជនរបស់ Jeffrey Epstein ប៉ុន្តែលោកបានបដិសេធថាមិនបានដឹងពីសកម្មភាពខុសច្បាប់របស់ Epstein ឡើយជាមួយគ្នានោះដែរក៏មានឈ្មោះរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim លេចឡើងនៅក្នុងបញ្ជីអ៊ីមែលទំនាក់ទំនងផងដែរ2គ្រួសាររាជវង្សអតីតព្រះអង្គម្ចាស់ Frank Andor នៃរាជវង្សអង់គ្លេសបានជាប់ឈ្មោះជាករណីធ្ងន់ធ្ងរបំផុតដោយ Jeffrey Epstein បានណែនាំនារីវ័យក្មេងជាតិរុស្ស៊ីម្នាក់ថ្វាយដល់ព្រះអង្គឲ្យទៅក្រេបកាមតណ្ហានៅលើកោះបាបអតីតព្រះអង្គម្ចាស់ត្រូវបានជនរងគ្រោះឈ្មោះ Virginia ចោទប្រកាន់ចំថាបានរំលោភបំពានផ្លូវភេទទៅលើនាងកាលនៅជាអនិតិជនមហាសេដ្ឋីនានាលើវិស័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រមហាសេដ្ឋីមានជាងគេលើលោកគឺលោក Elon Musk ក៏មានវត្តមានក្នុងឯកសារនេះផងដែរកាលពីឆ្នាំ2012លោកបានអ៊ីមែលទៅសួរ Jeffrey Epstein ថាតើថ្ងៃណាដែលមានពិធីជប់លៀងដែលសប្បាយបំផុតនៅលើកោះ Bill Gates មហាសេដ្ឋីស្ថាបនិក Microsoft ត្រូវបានគេរាយការណ៍ថាបានជួប Epstein ជាច្រើនដងក្រោយពេលដែល Epstein ចេញពីពន្ធនាគារលើកទី1លោក Gates បានសម្ដែងការសោកស្ដាយចំពោះការជួបនោះដោយនិយាយថាវាជាកំហុសឆ្គង Stephen Hawking អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញដែលបានស្លាប់បាត់បង់ជីវិតហើយនោះក៏មានរូបថតរបស់លោកត្រូវបានគេឃើញនៅលើកោះរបស់ Epstein ប៉ុន្តែมันមានភស្តុតាងណាមួយបានបង្ហាញថាលោកពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទនោះទេបុគ្គលល្បីៗផ្សេងទៀតដែលមានក្នុងឯកសារ David Copperfield កំពូលអ្នកលេងសៀក Michael Jackson តារាចម្រៀង Jean-Claude ភ្នាក់ងារ model ជនជាតិបារាំងនេះគ្រាន់តែជាការសង្ខេបខ្លីៗពីខ្ញុំបើមានការអានឈ្មោះទៅមានការខុសឆ្គងក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនជនរួមជាតិទាំងអស់